វីដេអូមកកំពុងតែឃើញពួកខ្ញុំបើកឡាននៅលើផ្លូវ highway ដើម្បីទៅទីក្រុង Minneapolis ទៅចូលសង្ក្រាន្តដែលនៅ Capital State អ្នកទាំងអស់គ្នានៅក្នុងទីក្រុងអាមេរិករស់នៅក្នុងរដ្ឋ Minnesota សភាពរបស់គេតាមដងផ្លូវហ្នឹងគឺថាស្អាតមែនទែនអ្នកទាំងអស់គ្នាម៉ោងដែលខ្ញុំកំពុងទៅហ្នឹងគឺម៉ោង 11 កន្លះក៏ប៉ុន្តែនិយាយពីថាទេសភាពអាគារគឺស្រស់បំព្រងនិយាយមែនដឹងមានបងប្អូនណាដូចខ្ញុំទេឥឡូវហ្នឹងកំពុងតែបើកឡានមកដល់កន្លែង State Capital នៅក្នុងកន្លែងគេប្រពកម្មវិធីហ្នឹងហើយអ្នកទាំងអស់គ្នាហើយនៅក្នុងហ្នឹងដែរក៏មានគ្រប់ជនជាតិសាសន៍មិនថាខ្មែរយើងមិនថាថៃមិនថាឡាវមិនថាមេស៊ីកឬក៏ជនជាតិផ្សេងបរទេសអីទេគឺថាមានច្រើនមែនតើបងប្អូនមើលអនុស្សាវរីយ៍របស់គេលក់ដូចតែយើងនៅខ្មែរយើងធ្វើតាមពិធីតាំងពីពអីចឹងណាមានស្តង់មានអីមហូបមានលក់ភេសជ្ជៈមានអីចឹងទៅហើយដែលសំខាន់ណាគឺមនុស្សច្រើនមែនតើអ្នកទាំងអស់គ្នាក៏ប៉ុន្តែមាន concert មានអីលេងចឹងបើទោះជាក្តៅប៉ុណ្ណាក៏ដោយក៏នៅតែមានបងប្អូនគេឈមមើលចឹងដែររួមទាំងខ្ញុំដែរនៅក្នុងនឹងចឹងណាប៉ុន្តែក្តៅមែនតើអ្នកទាំងអស់គ្នាដោយសារតែស្រុកខ្ញុំនឹងគឺស្រុកថ្លៃតកអញ្ចឹងហើយខ្ញុំម្ដងអាមេរិកដំបូងនឹងគឺប៉ះចំធ្លាក់ snow តែម្ដងវាតិចដល់ពេលឥឡូវនឹងចូលដល់ខែក្តៅហើយមិនមែនក្តៅធម្មតាអ្នកនរនេះគឺយ៉ាងក្តៅស្ងួតដែរណាអញ្ចឹងហើយប្រតិចស្បាយការពារស្បែកលើ sunscreen ឲ្យបានគ្រប់គ្រាន់នេះគឺជាសកម្មភាពដែលរស់នៅអាមេរិកគឺមានបែបហ្នឹងអ្នកទាំងអស់គ្នាហើយចំពោះការ performance រាំនេះគឺជាជនជាតិម៉ុងអ្នកទាំងអស់គ្នាអ្នកនរនេះស្គាល់ឮហើយតែខ្ញុំជាលើកទី1សម្រាប់ខ្ញុំពេលខ្ញុំមករស់នៅអាមេរិកនេះគឺខ្ញុំបានឮពីបងប្អូនជនជាតិឈ្មោះម៉ុងភេទហៅម៉ុងអីចឹងណាអ្នកគ្នានេះគឺជា state capital ដែលជាលក្ខណៈមកទៅដូចវាំងចឹងក៏ប៉ុន្តែមែនតើគឺជាកន្លែងដែលគេហៅថាដូចកន្លែងរដ្ឋធ្វើការដូចយើងនៅភ្នំពេញអីចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងហើយមានបងប្អូនច្រើនមើលហើយ performance ហ្នឹងគឺមានគ្រប់ជនជាតិសាសន៍ទាំងអស់មានតាំងពីថៃខ្មែរអីមានទាំងអស់ហ្មងបើចូលចិត្តវីដេអូនេះជួយ subscribe និង like អរគុណច្រើនជួបគ្នានៅវីដេអូក្រោយ